បាទសួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកការប្រៀបធៀបគ្នារវាងជំងឺតពូជហើយនិងជំងឺមិនតពូជអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងជជែកតែអំពីលក្ខណៈខុសគ្នាមួយចំនួនទាក់ទងនឹងជំងឺតពូជនិងជំងឺមិនតពូជតើវាមានចំណុចខុសគ្នាយ៉ាងម៉េចខ្លះបាទទី1យើងនិយាយអំពីជំងឺមិនតពូជអ្មេចទៅជាជំងឺមិនតពូជជំងឺមិនតពូជនេះមានន័យថាជាជំងឺដែលមិនចម្លងតាមរយៈសែនទៅសន្តានក្រោយឬក៏ទៅជំនាន់ក្រោយមិនតពូជអញ្ចឹងវាអត់ចម្លងនៅក្នុងប្រវត្តិគ្រួសារទេគឺមិនចម្លងពីឪពុកទៅម្ដាយពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈសែនហ្នឹងទេបាទមូលហេតុឬក៏បុព្វហេតុដែលនាំឲ្យកើតជំងឺមិនតពូជហ្នឹងទី1គឺជាកត្តាបរិស្ថានដែលអាចជាកង្វក់ខ្យល់កង្វក់ទឹកកង្វក់ដីជាដើមហើយទី2គឺទម្លាប់នៃការរស់នៅដូចជាអរិយាបថក្នុងការរស់នៅការទទួលទានរបបអាហារការទទួលទានរបបអាហារហ្នឹងអាចជាកង្វះតុល្យភាពអាហារផ្ទុកមេរោគឬក៏សារធាតុគីមីពុលជាដើមមូលហេតុទី3នោះគឺជាភ្នាក់ងារបង្ករោគមានដូចជាវីរុសបាក់តេរីផ្សិតឬក៏ពពួកប៉ារ៉ាស៊ីតទី3តកតងនឹងការចម្លងបើជាងការចម្លងចំពោះជំងឺមិនតពូជនេះមិនចម្លងតាមរយៈ ADN ឬប្រវត្តិគ្រួសារទេប៉ុន្តែផ្ទុយទៅវិញវាចម្លងទៅតាមរយៈភ្នាក់ងារចម្លងអាចជាមនុស្សសត្វគឺឆ្លងតាមមនុស្សឆ្លងតាមសត្វហើយឆ្លងតាមចំណីអាហារហើយនឹងទឹកមួយទៀតនោះគឺវាអាចចម្លងតាមរយៈវត្ថុមិនស្អាតកត្តាដែលប្រឈមទៅរកការកើតមានជំងឺមិនតពូជទី1គឺកត្តារបបអាហារទី2គឺការជក់បារីការសេពគ្រឿងស្រវឹងការបំពុលហើយនឹងភ្នាក់ងារបង្ករោគទាំងអស់នេះគឺជាកត្តាមួយចំនួនដែលប្រឈមទៅនឹងការកើតមានជំងឺមិនតពូជរបបអាហារដូចជាការហូបអាហារខ្វះសារធាតុចិញ្ចឹមការបរិភោគអាហារមិនទៀងទាត់ពេលវេលាឬក៏បរិភោគអាហារមិនបានត្រឹមត្រូវទាំងអស់នេះនាំឲ្យកើតជំងឺមិនតពូជនេះការលេចចេញនៃជំងឺចំពោះជំងឺមិនតពូជនេះគឺវាអាចកើតមានក្នុងពេលណាមួយនៃការរស់នៅបាទចុះតើជំងឺមិនតពូជហ្នឹងថាតើគេអាចធ្វើរោគវិនិច្ឆ័យរោគជំងឺហ្នឹងបានដោយវិធីណាខ្លះទី1គឺត្រូវផ្អែកទៅលើរោគសញ្ញានិងការធ្វើតេស្តផ្នែកវេជ្ជសាស្ត្រអញ្ចឹងផ្អែកលើរោគសញ្ញាគាត់ក្អកគាត់កណ្ដាស់ឬក៏គាត់ឈឺគាត់ក្តៅខ្លួនសីតុណ្ហភាពអីកម្រិតណាហ្នឹងអាហ្នឹងគឺផ្អែកទៅលើរោគសញ្ញានិងមួយទៀតការធ្វើតេស្តផ្នែកវេជ្ជសាស្ត្រចំពោះវិធីបង្ការណាជំងឺមិនតពូជគឺយើងអាចធ្វើការបង្ការបានជាទូទៅណាគឺអាចបង្ការបានតាមរយៈទម្លាប់នៃការរស់នៅហើយមូលហេតុវាមកពីអីសិក្សារកមូលហេតុជាអាចធ្វើការបង្ការទៅតាមហ្នឹងដូចជាទម្លាប់នៃការរស់នៅជាដើមដែលនាំឲ្យមានសុខភាពល្អហ្នឹងបើសិនជាជំងឺទល់លាមកអញ្ចឹងអាចមកពីការបរិភោគទឹកមិនគ្រប់គ្រាន់ដូច្នេះយើងទៅបរិភោគទឹកឲ្យបានគ្រប់គ្រាន់ហើយបន្ថែមលំហាត់ប្រាណទម្លាប់បន្តបោះឲ្យបានទៀងទាត់ទៅអូខេនេះគឺជាទម្លាប់រស់នៅដែលនាំឲ្យមានសុខភាពល្អហើយជាមធ្យោបាយបង្ការជំងឺមិនតពូជបើមកពីភ្នាក់ងារបង្ករោគអញ្ចឹងយើងលៃលកយ៉ាងម៉េចកុំឲ្យមេរោគហ្នឹងឆ្លងចូលទៅក្នុងរាងកាយរបស់យើងបានការព្យាបាលជំងឺមិនតពូជគេអាចព្យាបាលតាមរយៈការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅអាចព្យាបាលដោយឱសថវេជ្ជសាស្ត្រជំងឺមួយចំនួនគឺអាចព្យាបាលតាមរយៈការវះកាត់បើឧទាហរណ៍ជំងឺរបេងជំងឺអេដជំងឺកូវីដអីទាំងអស់នេះគឺជាជំងឺមិនតពូជកើតទៅលើអ្នកណាគឺមិនចម្លងទៅកូនចៅសន្តានក្រោយពីជំនាន់មួយទៅជំនាន់មួយទេតែវាអាចចម្លងទៅអ្នកដទៃដែលរស់នៅជុំវិញយើងហ្នឹងគ្រាន់តែមិនឆ្លងតាមរយៈដំណសែនទេអាហ្នឹងហៅថាជំងឺមិនតពូជបាទចំពោះជំងឺតពូជវិញជំងឺតពូជនេះគឺជាជំងឺដែលកំណត់ដោយសែននៅលើក្រូម៉ូសូមបាទកំណត់ដោយសែននៅលើក្រូម៉ូសូមហើយចម្លងទៅសន្តានក្រោយគឺអាចឆ្លងពីឪពុកម្ដាយទៅកូនឬក៏តាមរយៈប្រវត្តិនៃគ្រួសារមូលហេតុនៃជំងឺតពូជគឺ
បុព្វហេតុណាគឺជា mutation sen ឬក៏ជា mutation chromosome ការចម្លងជំងឺនេះគឺចម្លងតាមរយៈ gen ទៅសន្តានក្រោយខុសពីជំងឺមិនតពូជគឺមិនចម្លងតាមរយៈ ADN ឬតាមរយៈប្រវត្តិគ្រួសារទេតែជំងឺតពូជគឺចម្លងតាមរយៈ gen ទៅសន្តានក្រោយឬទៅចំនួនក្រោយគឺឆ្លងតាមរយៈកាម៉ែតណាអ្នកដែលប្រឈមទៅនឹងការកើតមានជំងឺតពូជហ្នឹងគឺជាបុគ្គលដែលទទួលដំណើរ gen កំណត់ជំងឺកូនគាត់ទទួលដំណើរទទួល gen ដែលកំណត់ជំងឺមានថាគាត់ផ្ទុក gen ជំងឺនឹងពីឪពុកទទួលបានពីឪពុកឬក៏ពីម្ដាយអញ្ចឹងគាត់នោះហើយជាអ្នកប្រឈមនៃការលេចចេញនៃជំងឺតពូជណាហើយប្រឈមទៅនឹងការបញ្ជូនដំណើរជំងឺឬក៏ gen ជំងឺនេះទៅកូនចៅសន្តានក្រោយរបស់គាត់បាទពេលខ្លះទៅជំងឺនឹងមិនលេចនៅចំនួនគាត់ទេប៉ុន្តែលេចនៅចំនួនកូនរបស់គាត់អញ្ចឹងទៅអញ្ចឹងការលេចចេញនៃជំងឺនេះគឺអ្នកកើតជំងឺតពូជជំងឺនឹងគឺជាទូទៅគឺវាចាប់ផ្ដើមលេចឡើងពីកំណើតតែម្ដងឬក៏នៅដើមនៃជីវិតអាចពីកំណើតឬក៏នៅដើមនៃជីវិតខ្លះគឺពេលដែលនៅជីវិតជាអង្គយងគាត់កើតជំងឺនេះរួចស្រេចទៅហើយបាទអញ្ចឹងកើតមកគឺមានជំងឺនេះតែម្ដងការធ្វើរោគវិនិច្ឆ័យទាក់ទងទៅនឹងជំងឺតពូជទី1គឺត្រូវការធ្វើតេស្តផ្នែក genetic ហើយទី2អាចធ្វើរោគវិនិច្ឆ័យតាមរយៈការវិភាគប្រវត្តិគ្រួសារប្រវត្តិជំងឺគឺពងសាវលីនៃការបញ្ជូនជំងឺនៅក្នុងគ្រួសារការបង្ការជំងឺតពូជគេអាចបង្ការជាទូទៅគឺបង្ការមិនបានទេគេមិនអាចបង្ការជំងឺនឹងបានទេអានេះជាទូទៅប៉ុន្តែគេអាចគ្រប់គ្រងរោគសញ្ញាបាទអាចគ្រប់គ្រងរោគសញ្ញាឧទាហរណ៍ថាបើជំងឺនឹងវាអាចអាឡែកស៊ីទៅនឹងអីមួយអញ្ចឹងយើងគ្រប់គ្រងការរស់នៅរបស់យើងកុំឲ្យទៅប៉ះពាល់ប្រឈមទៅនឹងអាសារធាតុអាឡែកស៊ីនឹងទៅអានេះគឺធ្វើឲ្យរោគសញ្ញាវាមិនសូវជាលេចឡើងឬក៏មិនអាចលេចឡើងអញ្ចឹងទៅនឹងកាត់បន្ថយការលេចឡើងនៃរោគសញ្ញាអញ្ចឹងការបង្ការគឺជាទូទៅបង្ការមិនបានប៉ុន្តែគេអាចគ្រប់គ្រងរោគសញ្ញាបង្ការមិនហិចខើតគឺអត់បានហើយសារទទួលដំណើរ gen ពីឪពុកឬទៅពីម្ដាយការព្យាបាលជំងឺតពូជគឺគេព្យាបាលយ៉ាងម៉េចគឺគ្រប់គ្រងរោគសញ្ញាហើយករណីខ្លះគឺព្យាបាលដោយ gen ជាងការព្យាបាលមួយគឺគាត់ណាគ្រប់គ្រងរោគសញ្ញាទេនៅដែលលេចឡើងទេហើយការព្យាបាលមួយទៀតករណីខ្លះគេអាចព្យាបាលបានតាមរយៈ gen ឧទាហរណ៍ដូចជាជំងឺឈាមក្រកកជំងឺងងឹតពណ៌និងជំងឺភើកជាដើមទាំងអស់នេះគឺជាជំងឺតពូជ